តើអ្នកដឹងទេថាប្រសិនបើគ្មានព្រះសង្ឃមួយអង្គនេះទេអក្សរសាស្ត្រនិងអត្តសញ្ញាណជាតិខ្មែរអាចនឹងត្រូវរលាយបាត់បង់នៅក្នុងសម័យអាណានិគមបារាំងតើព្រះអង្គគឺជានរណាហើយបានលះបង់អ្វីខ្លះដើម្បីជាតិព្រះអង្គគឺសម្ដេចព្រះសង្ឃរាជជួនណាតព្រះបិតាអក្សរសាស្ត្រខ្មែរនៅក្នុងសម័យដែលបារាំងគ្របដណ្ដប់និងព្យាយាមបដូរអក្សរខ្មែរទៅជាអក្សរឡាតាំងព្រះអង្គបានតស៊ូប្រឆាំងយ៉ាងដាច់ខាតតាមរយៈចំណេះដឹងនិងការអប់រំព្រះអង្គបានចំណាយពេលស្ទើរតែមួយព្រះជន្មចងក្រងវចនានុក្រមខ្មែរដែលជាគ្រឹះដ៏រឹងមាំការពារអក្សរសាស្ត្រជាតិរហូតមកដល់សព្វថ្ងៃមិនតែប៉ុណ្ណោះព្រះអង្គជាបណ្ឌិតភាសាសាស្ត្រនិពន្ធបទភ្លេងជាតិនគររាជនិងបានបន្សល់ទុកស្នាដៃអក្សរសិល្ប៍ធម៌អាតនិងទស្សនវិជ្ជាអប់រំរាប់មិនអស់ទោះបីព្រះអង្គបានសុគតទៅហើយក្តីប៉ុន្តែកេរ្តិ៍ឈ្មោះនិងព្រះវិញ្ញាណស្នេហាជាតិរបស់ព្រះអង្គនៅតែស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់រូបក្នុងនាមជាកូនខ្មែរចំនួនក្រោយតើអ្នកបានធ្វើអ្វីខ្លះហើយដើម្បីចូលរួមថែរក្សាអក្សរសាស្ត្រជាតិសូមខមមិនចែករំលែកមតិខាងក្រោម